ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមកចែករំលែកអំពីរបៀបឆាពោតដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាដំបូងយើងត្រូវចាំបាច់ឆ្ងោរពោតចំនួន5នាទីឲ្យពោតនឹងវារៀងឆ្អិនតិចតិចទៅចានៅពេលដែលពោតរបស់យើងចាប់ផ្ដើមឆ្ងោរចំនួន5នាទីវាឆ្អិនតិចតិចយើងលើកវាដាក់មួយអន្លើហើយយើងចាប់ផ្ដើមបកសម្បកវាចេញបន្ទាប់ពីយើងបកសម្បកពោតនោះហើយទុកពោតនឹងឲ្យវាត្រជាក់បន្តិចទើបយើងងាយស្រួលក្នុងការចិតពោតនឹងជាចំណិតតូចតូចពោតរបស់ខ្ញុំបានបកវារួចជាស្រេចហើយខ្ញុំទុកវាឲ្យត្រជាក់បន្តិចជាកិច្ចបន្តទៀតគឺនាងខ្ញុំចាប់ផ្ដើមយកពោតរបស់នាងខ្ញុំនឹងយកវាមកចិតជាចំណិតតូចតូចល្អិតល្អិតនៅក្នុងត្រង់ចំណុចនេះដែរដោយសារការចិតពោតរបស់នាងខ្ញុំដាក់លើជ្រុញអញ្ចឹងធ្វើឲ្យពោតរបស់ខ្ញុំខ្ទាតចេញទៅឆ្ងាយអញ្ចឹងក៏នាងខ្ញុំចាប់ផ្ដើមត្រូវបដូរគឺយកចានមួយយ៉ាងស្អាតដ៏ធំដែលស្រស់ស្អាតនេះគឺយកមកចិតពោតរបស់នាងខ្ញុំព្រោះវាងាយស្រួលក្នុងការចិតពោតរបស់យើងវាមិនជ្រុះចេញទៅក្រៅសម្រាប់ពោតដែលយើងបានស្ងោររួចហើយរៀងប្រហែលជា5នាទីនេះពោតវាឆ្អិនខ្លះៗចឹងយើងយកមកចិតវាងាយស្រួលក្នុងការចិតហើយនៅពេលដែលយើងយកទៅឆាក៏ពោតយើងនឹងឆាប់ឆ្អិនដែរពេលដែលយើងឆាគឺវាអត់ខ្លោចវាអត់មានរសជាតិឆៅអញ្ចឹងណាអញ្ចឹងវាល្មមល្មមសម្រាប់ពោតរបស់នាងខ្ញុំថ្ងៃនេះនាងខ្ញុំប្រើតែចំនួន2ផ្លែនោះទេព្រោះខ្ញុំមិនសូវប្រើច្រើនទេដោយសារអ្នកញ៉ាំវាតិចដែរចឹងខ្ញុំប្រើតែ2ផ្លែពោតនេះគឺជាពោតសមិនមែនពោតពណ៌រាងលឿងទេហើយវាមានរសជាតិឆ្ងាញ់ផ្អែមចាបើសិនជាពោតពណ៌លឿងវាមានរសជាតិរាងចាញ់ពោតពណ៌សគ្រាន់តែថាពណ៌វាស្អាតជាងហើយនៅក្នុងពេលដែលនាងខ្ញុំចិតពោតរួចហើយគឺខ្ញុំទុកវាមួយអន្លើហើយនាងខ្ញុំក៏ចាប់ផ្ដើមកាត់បន្ទះរបស់នាងខ្ញុំជាកង់ហើយនាងខ្ញុំក៏ឆ្លៀតពេលនោះដែរក៏ចិញ្ច្រាំខ្ទឹមសរួមទាំងគល់ខ្ទឹមចំនួន2គល់ផងដែរដាក់នៅក្បែរនោះដើម្បីទុកបំពងបន្ទាប់ពីមើមខ្ទឹមរបស់នាងខ្ញុំចិញ្ច្រាំហើយខ្ទឹមគល់ខ្ទឹមរបស់ខ្ញុំច្រាំហើយម្ទេសច្រាំហើយនឹងពោតបានចិតជាចំណិតល្អិតល្អិតតូចរួចរាល់ជាបន្តមកទៀតនោះគឺនាងខ្ញុំដាក់ខ្ទះឲ្យក្តៅហើយខ្ញុំដាក់ប្រេងឆាបន្តិចនៅត្រង់ចំណុចនេះដែរបើសិនជាបងប្អូនទាំងអស់គ្នាមិនសូវចូលចិត្តប្រេងឆាបងប្អូនទាំងអស់គ្នាប្រើប៊ឺក៏បានដែរតែចំណែកឆាពោតរបស់នាងខ្ញុំថ្ងៃនេះគឺនាងខ្ញុំអត់មានប៊ឺទេខ្ញុំអស់ប៊ឺទៅជាងខ្ញុំប្រើប្រេងឆាជំនួសវិញបើយើងប្រើប្រេងឆាពោតឆាមានរសជាតិឈ្ងុយឆ្ងាញ់មួយយ៉ាងហើយបើយើងប្រើប៊ឺវិញក៏វាមានរសជាតិឆ្ងាញ់មួយយ៉ាងបែបប៊ឺបន្ទាប់ពីខ្ទះនឹងប្រេងឆារបស់នាងខ្ញុំចាប់ផ្ដើមក្តៅមកល្មមហើយនាងខ្ញុំក៏ចាក់ខ្ទឹមបំពងល្អិតល្អិតនេះចូលរួមទាំងម្ទេសឆាចុះឆាឡើងឲ្យវាក្រហមល្អមកល្មមហើយក៏យើងចាប់ផ្ដើមចាក់នៅពោតដែលយើងឆ្ងោរឆ្អិនហើយយើងចិតជាចំណិតតូចៗនឹងចូលហើយពោតនេះយើងបាក់អានប្រឡាក់ជាមួយនឹងម្សៅបន្តិចបន្តិចទៅចាម្សៅស្រួយណាដើម្បីបំពងទៅវាកាន់តែងាយស្រួលឬក៏វាស្រួយចាសម្រាប់ការឆាពោតឆាឲ្យមានរសជាតិឈ្ងុយឆ្ងាញ់នេះវាងាយស្រួលទេហើយវាចំណាយពេលតិចដែរចេញមកពីធ្វើការអីពុកម៉ែបងប្អូនអរគ្នាសាកជ្រាបធ្វើទៅគឺមានរយៈពេលខ្លីទេហើយយើងអាចញ៉ាំជាអាហារសម្រន់ឬក៏យើងញ៉ាំនៅពេលកម្មវិធីជួបជុំគ្នាអីក៏បានដែរ
ខ្ញុំក៏ចាប់បានឆាវាចុះឡើងហើយក៏វាចូលគ្រឿងមកល្មមជាបន្តទៅទៀតគឺខ្ញុំដាក់ស្ករល្ខ្ទឹមហើយក៏នាងខ្ញុំបន្ថែមនៅស្លឹកក្រឹមល្ខ្ទឹមបន្តិចស្លឹកខ្ទឹមនិងគល់ខ្ទឹមហើយនឹងថែមប៊ីចេងមកបន្តិចចាបើសិនជាពុកម៉ែបងប្អូនអរគ្នាមិនចូលចិត្តទេមិនចាំបាច់ប្រើទេមួយវិញទៀតក៏នាងខ្ញុំបន្ថែមនៅម្សៅស៊ុបខ្នុរមួយចំនួនដែរតែមិនច្រើនព្រោះអីបើពោតឆាគឺយើងធ្វើយ៉ាងណាឲ្យវាមានរសជាតិប្រៃផ្អែមហើយវាមិនប្រៃខ្លាំងទេមិនប្រៃល្មមហើយបើសិនជាពុកបងប្អូនអរគ្នាមានបង្គាដាក់បង្គាក៏បានដែរតែចំណែកនាងខ្ញុំគឺខ្ញុំអត់ប្រើបង្គាទេថ្ងៃនេះបង្គាក្រៀមចាកន្លែងនេះគឺនាងខ្ញុំថែមម្សៅស៊ុបសតែបន្តិចទេដើម្បីបន្ថែមរសជាតិវាឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់បន្ទាប់ពីដាក់គ្រឿងក្រៅផ្សេងហើយគឺយើងចាប់ផ្ដើមកូរវាចុះកូរឡើងដើម្បីវាកាន់តែចូលគ្រឿងហើយវាកាន់តែឆ្ងាញ់ចាឆាវាចុះឆាឡើងអញ្ចេះហើយឲ្យវាចូលគ្រឿងល្អនិងឆ្អិនល្អគឺយើងអាចយកទៅញ៉ាំបានហើយឬក៏រៀបចំដាក់ចានពីចុងក្រោយគឺនាងខ្ញុំប្រើឬក៏បន្ថែមទឹកដោះគោខាប់ប្រហែលជា2ស្លាបព្រាបាយបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ឈ្ងុយឆ្ងាញ់ហើយក៏ត្រង់ចំណុចនេះដែរបើសិនជាយើងបន្ថែមល្ងទៀតគឺកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងចឹងសម្រាប់ការឆាពោតឆារបស់នាងខ្ញុំនៅពេលនេះគឺមានតែប៉ុណ្ណេះទេគឺវាជាការស្រេចទៅហើយយើងអាចញ៉ាំបានហើយពីនាងខ្ញុំរាស្មីតែងតែអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាននៅការចែករំលែកអំពីវីដេអូធ្វើម្ហូបឬក៏អាហារសម្រន់ផ្សេងៗដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អគ្រប់ក្រុមគ្រួសារនិងរកស៊ីកាន់តែមានបានកុំភ្លេចខិតខំប្រឹងប្រែងធ្វើផងណាពុកម៉ែបងប្អូនទាំងអស់គ្នាចឹងយើងអាចញ៉ាំពោតឆាជាមួយគ្នាបានហើយពិតន័យពីការងារសូមជាតិធ្វើផងជំរាបលាពីនាងខ្ញុំរស្មី